បាទពុកម៉ែបងប្អូនដែលទន្ទឹងរង់ចាំព័ត៌មានពិសេសព័ត៌មានដែលផ្លូវការជាផ្លូវការពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23យ៉ាងអន្ទះអន្ទែងហើយរង់ចាំមើលលទ្ធផលថាក្រោយពីការប្រកាសដំណើរការរដ្ឋាភិបាលអឺកម្ពុជាឯករាជ្យ$23នោះតើរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នឹងធ្វើអ្វីបានខ្លះជាដំណឹងមួយដ៏ល្អជាដំណឹងដ៏រីករាយសម្រាប់ពលរដ្ឋខ្មែរទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសគឺជាដំណឹងដែលពលរដ្ឋប្រជាពលរដ្ឋខ្មែរទាំងអស់ចង់បានហើយកំពុងរង់ចាំដូចគ្នាឥឡូវនេះរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បានសម្រេចអឺដាក់ពាក្យបណ្ដឹងយកករណីចំនួនព្រំដែនរវាងកម្ពុជាថៃទៅប្តឹងនៅតុលាការអន្តរជាតិហើយដោយរដ្ឋាភិបាលដែលនៅលើដែនដីកម្ពុជានៅក្នុងប្រទេសកម្ពុជាដែលដឹកនាំដោយតកូលហ៊ុននោះមិនអើពើមិនរវីរវល់ដែលរដ្ឋាភិបាលដោយតកូលហ៊ុនយកជីវិតយុទ្ធជនយកជីវិតនៃទាហានទៅពលីជីវិតចោលមិនអើពើជាពិសេសកងទ័ពដែលនៅជាចំណាត់ខ្មាំងរបស់ប្រទេសថៃទាំង18នាក់នៅឡើយក៏រដ្ឋាភិបាលតកូលហ៊ុនមិនអើពើមិនរវីរវល់នៅឡើយទេហេតុដូច្នេះហើយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ក៏សម្រេចយកករណីចំនួនព្រំដែនយកករណីដែលថៃបំពេញផ្លូវច្បាប់និងបំពេញដែនអធិបតេយ្យភាពរបស់ខ្មែរយើងនេះគឺយកទៅដាក់ពាក្យបណ្ដឹងនៅតុលាការអន្តរជាតិ ICJ ហើយហេតុដូច្នេះសូមពុកម៉ែបងប្អូនរងចាំតាមដានព័ត៌មានពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នឹងចូលរួមគ្រប់គ្រងទាំងអស់គ្នាដើម្បីឲ្យកម្ពុជាយើងមានលទ្ធិប្រជាធិបតេយ្យនិងមានដំណោះស្រាយសម្រាប់បញ្ហាប្រទេសជាតិយើងទាំងអស់គ្នាបាទសូមចូលរួមគ្រប់គ្រងជាមួយនឹងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23សូមគ្រប់គ្រងនៅការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិICJ របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បាទសូមអរគុណ